សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយលោកគ្រូទិនហើយនៅមេរៀនទី28ល្បែងបោះអង្គញ់ឥឡូវកូនទាំងអស់គ្នាពិនិត្យមើលរូបភាពនេះគឺជារូបភាពដែលគេលេងល្បែងប្រជាព្រៃដូចជាបោះអង្គញ់ចោលឈូងទាញព្រាត់ជាដើមឥឡូវដើម្បីកុំឲ្យខាតពេលយូរកូនទាំងអស់គ្នាមកធ្វើការអានអត្ថបទអំណានជាមួយលោកគ្រូតោះចាប់ផ្ដើមខ្មែរយើងមានល្បែងប្រជាប្រិយជាច្រើនសម្រាប់លេងកម្សាន្តដូចជាបោះអង្គញ់ទាញព្រាត់លាក់កន្សែងចោលឈូងលាក់បោះអង្គញ់ជាល្បែងដ៏មានប្រជាប្រិយមួយដែលគេនិយមលេងនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរគេលេងល្បែងនេះដោយចែកគ្នាជាពីរក្រុមគឺមួយក្រុមជាបុរសនិងមួយក្រុមទៀតជាស្ត្រីក្រុមទាំងពីរមានសមាជិកតិចឬច្រើនមិនកំណត់ឡើយគេប្រើគ្រាប់អង្គញ់សម្រាប់ដាំធ្វើជាកោយនិងសម្រាប់ធ្វើជាគ្រាប់បោះតាមទម្លាប់ប្រពៃណីខ្មែរគឺក្រុមឈ្នះត្រូវយកគ្រាប់អង្គញ់ទៅជួសក្បាលជង្គង់ក្រុមចាញ់បោះអង្គញ់ជាល្បែងប្រជាប្រិយខ្មែរដែលបានបន្សល់ទុកតាំងពីដូនតាមកដូចនេះយើងត្រូវរួមគ្នាថែរក្សាកេរមរតកនេះឲ្យបានគង់វង្សបន្ទាប់ពីកូនបានអានជាមួយលោកគ្រូមកកូនទាំងអស់គ្នាបើមិនទាន់ចេះឬក៏មិនទាន់អានស្ទាត់កូនចាក់សារឡើងវិញរួចអានជាមួយលោកគ្រូម្ដងទៀតទាល់តែចេះចាំស្ទាត់ជំនាញហើយកូនកុំភ្លេចចុច like ចុច subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅមេរៀនថ្មីពីលោកគ្រូ